ខ្ញុំសូមគោរពជំរាបសួរពុកម៉ែបងប្អូនដោយសេចក្តីគោរពថ្ងៃនេះខ្ញុំបានធ្វើដំណើរមកដល់ទឹកដីខេត្តត្រវិញកម្ពុជាក្រោមខ្ញុំកំពុងតែឈរនៅលើស្ពានទប់ទឹកទន្លេនៅក្នុងទឹកដីខេត្តត្រវិញកម្ពុជាក្រោមនេះជាទិដ្ឋភាពដែលមានទឹកហូរនិងទឹកគួចយ៉ាងខ្លាំងខ្ញុំក៏បានធ្វើនៅវីដេអូដើម្បីចែកជូនបងប្អូនទាំងនៅក្នុងស្រុកនិងក្រៅស្រុកនៅក្នុងប្រទេសនិងក្រៅប្រទេសក្តីបានទស្សនាអំពីសកម្មភាពនៅក្នុងទឹកដីខេត្តត្រវិញកម្ពុជាក្រោមនេះជាទូកដែលធ្វើដំណើរឆ្លងកាត់នៅស្ពានដែលមានទឹកហូរយ៉ាងខ្លាំងនិងទឹកគួចនេះជាធម្មជាតិដែលមានភាពស្រស់បំព្រងខ្ញុំធ្វើនៅវីដេអូដើម្បីចែកជូនបងប្អូនទីជិតទីស្ងាយបានទស្សនាវីដេអូមានតែប៉ុណ្្នឹងសូមអរគុណ